សួស្តីអ្នកគ្នាមកជួបគ្នាជាមួយនឹងឯម្ដងទៀតជាមួយនឹងខ្សែរឿងថ្មីរបស់យើងគឺជាប្រភេទរឿងភាសាជក់ឈាមឬក៏គេហៅជាភាសាអង់គ្លេសថា Vampire ហ្នឹងឯងអូខេឥឡូវកុំឲ្យខាតពេលវេលាច្រើនហើយកុំ spoil ច្រើនពេកយើងចូលទៅកាន់ខ្សែរឿងយើងទៅចង់ដឹងថារឿងហ្នឹងគឺវាមានរសជាតិបែបណាតាផ្ដាំសេរីដំបងគេបានបង្ហាញពីក្មេងប្រុសដ៏កំសត់ម្នាក់ដែលកំពុងតែអង្គុយសមាសម័យទៅការពាររដ្ឋការកាលនោះគឺគេមានអាយុទើបតែ13ឆ្នាំទេដែលគេមានឈ្មោះថាហេងបន្លេអញ្ចឹងខ្ញុំសូមហៅថាបន្លីទៅចោលហើយម្នាក់ហ្នឹងប៉ុន្តែគឺជាកូនស្រីរបស់យើងនៅក្នុងរឿងហ្នឹងណាដោយការពីក្មេងគឺកូនស្រីរបស់យើងធ្លាប់ជួបហេតុការណ៍ដ៏អាក្រក់មួយពេលនោះគឺក្រុមគ្រួសាររបស់កូនស្រីរបស់យើងក៏បានជួបជាមួយនឹងពពួក Vampire មួយក្រុមហើយពួក Vampire ទាំងអស់ហ្នឹងក៏បានសម្លាប់ទៅលើគ្រួសាររបស់កូនស្រីរបស់យើងណារួមទាំងកូនស្រីរបស់យើងផងដែរប៉ុន្តែជាចៃដន្យសំណាងល្អពេលនោះកូនស្រីរបស់យើងគឺមានបុរសអាចកំបាំងម្នាក់បានចេញមកជួយទាន់ពេលវេលាទៅធ្វើឲ្យកូនស្រីរបស់យើងមានជីវិតរស់មកដល់សប្តាហ៍ថ្ងៃហ្នឹងណាហើយបើបច្ចុប្បន្នវិញកូនស្រីរបស់យើងគឺរស់នៅជាមួយនឹងដូនចាស់ម្នាក់ហើយដូនចាស់ហ្នឹងក៏បានយកកូនស្រីរបស់យើងមកចិញ្ចឹមតាំងពីកូនស្រីយើងនៅតូចណារហូតដល់ឥឡូវកូនស្រីរបស់យើងធំពេញវ័យមានអាយុ22ឆ្នាំហើយឥឡូវនេះគឺគេកាត់មកក្នុងពេលបច្ចុប្បន្នវិញម្ដងកូនស្រីរបស់យើងកំពុងតែអង្គុយភ្លឹកតែដងដូចដូនទុនតែទឹកចឹងពេលហ្នឹងគឺថាដូនចាស់ក៏បានចូលមកសួរកូនស្រីរបស់យើងនឹងថាកំពុងតែគិតរឿងអីមែនកូនស្រីក៏តបទៅកាន់ដូនចាស់នឹងថាគឺអត់មានគិតអីទេគឺគ្រាន់តែអារម្មណ៍មិនសូវល្អលឺអញ្ចឹងដូនចាស់ក៏ប្រាប់ថាកុំគិតរឿងស្មុគស្មាញច្រើនពេកគិតតែរឿងសប្បាយៗចិត្តទៅគាត់និយាយហើយក៏បានដើរចេញទៅបាត់ទៅបន្ទាប់ពីដូនចាស់របស់យើងចេញទៅបាត់កូនស្រីរបស់យើងមានអារម្មណ៍ថាដូចជាមានគេឃ្លាំមើលខ្លួនក៏បានសម្លឹងមើលជុំវិញខ្លួននឹងដែរប៉ុន្តែបានឃើញទេចង់ប្រាប់ថាកូនស្រីរបស់យើងគឺមានអារម្មណ៍បែបហ្នឹងគឺអត់ខុសទេដោយសារតែមានបុរសអត់កំបាំងម្នាក់កំពុងតែលួចមើលកូនស្រីរបស់យើងពីលើចុងឈើមកណាហើយម្នាក់ហ្នឹងគ្មាននរណាគេឆ្ងាយទេគឺជាតួថប់របស់យើងនឹងឯងដែលគេមានឈ្មោះថាផៃអ៊ីគឺជា Vampire ឬក៏គេហៅថាបិសាចជក់ឈាមនឹងឯងនិយាយពីថាតនេនោះនៅម្នាក់ទៅឈរលើចុងឈើបានធ្លាក់ពីលើទៅចុងឈើមកធ្លាក់បាក់កងាប់អីវ៉ាន់នេះផៃអ៊ីបាននិយាយតិចៗតែម្នាក់ឯងថាវាសនាបានកំណត់ហើយថាឯងត្រូវតែស្លាប់ក្នុងកណ្ដាប់ដៃរបស់ខ្ញុំឯងត្រូវតែធ្វើជាមនុស្សដែលលះបង់បេះដូងនិងឈាមបរិសុទ្ធនឹងមកឲ្យយើងដើម្បីឲ្យយើងមានភាពអមតៈនិយាយទៅកូនប្រុសរបស់យើងហ្នឹងគឺមកតាមរកកូនស្រីរបស់យើងហ្នឹងគឺយូរឆ្នាំហើយអ្នកនរគ្នាទើបតែរកឃើញនឹងឯងហើយកូនស្រីរបស់យើងដែលមិនអស់ចិត្តក៏នៅតែកលេចមួយឆ្វេងស្ដាំអញ្ចឹងចង់ដឹងថាមាននរណាគេលួចមើលខ្លួនអត់ពេលដែលកលេចចុះកលេចឡើងក៏បានឃើញមិនតិចប៉ុន្តែកូនប្រុសរបស់យើងគឺបានបាំងកាយបាត់ហើយពេលហ្នឹងកូនស្រីរបស់យើងគិតថាខ្លួនឯងនឹងប្រើភ្នែកដែរឬក៏អត់មុនហ្នឹងដោយសារតែឃើញថាមានមនុស្សលើចុងឈើប៉ុន្តែញីភ្នែកឲ្យមើលម្ដងទៀតគឺថាអត់ឃើញមនុស្សនោះទេបន្ទាប់ពីឃើញថាមុននឹងឃើញមនុស្សហើយមើលម្ដងទៀតអត់ឃើញមនុស្សចឹងប្រហែលជាគិតថាខ្លួនឯងនឹងគិតតែម្នាក់ឯងស្វឹងភ្នែកអីចឹងទៅប្រហែលជាគិតថាខ្លួនឯងសម័យណាកូនស្រីរបស់យើងក៏បានដើរចូលទៅក្នុងផ្ទះបាត់ទៅខ្សែរឿងក៏បានកាត់មកនៅក្នុងថ្ងៃបន្ទាប់ពេលហ្នឹងគឺថាកូនស្រីរបស់យើងគឺបានចេញទៅផ្សារដើម្បីទិញរបស់របរមកដាក់ក្នុងផ្ទះណាដោយដើរតាមផ្លូវហ្នឹងក៏ស្ទើរតែជួបជាមួយនឹងបុរសអត់កំបាំងម្នាក់ទៀតហើយដែលបុរសម្នាក់នោះប៉ុន្តែគឺគេមានឈ្មោះថាសានលីគឺជា Vampire នឹងឯងតែពេលហ្នឹងគឺថាឈរញញឹមមុខគួរឲ្យខ្លាចខ្លាំងមែនតើកូនស្រីរបស់យើងឃើញអញ្ចឹងគឺថាភ័យខ្លាំងមែនតើក៏ប្រឹងដើររត់គេចពីគេណាប៉ុន្តែពេលហ្នឹងគឺថាផ្លាស់ទីលឿនខ្លាំងមែនតើអ្នកទាំងអស់គ្នាអើយគឺថារត់ផ្លាស់ទីមកនៅពីមុខកូនស្រីរបស់យើងណាកូនស្រីរបស់យើងរត់ទៅភ័យទៀតហើយក៏បានសួរទៅកាន់គេថាអ្នកចង់ធ្វើអីពេលហ្នឹង Vampire សានលីនឹងក៏បាននិយាយទៅកាន់កូនស្រីរបស់យើងណាថាចង់ធ្វើអីឯងគួរតែដឹងហើយពេលហ្នឹងកូនស្រីរបស់យើងសួរថាឯងគឺជាណាគេមើលទៅមកកូនស្រីរបស់យើងគឺថាភ័យខ្លាំងមែនតើព្រោះពេលហ្នឹងឃើញភ្នែកបាទពេលហ្នឹងគឺថាឡើងក្រហមឆេះហ្មងណាពេលហ្នឹងបានសួរទៅកាន់កូនស្រីរបស់យើងថាតើឯងមានឈាមបេះដូងបរិសុទ្ធដែរឬក៏អត់កូនស្រីរបស់យើងលើកយើងគឺថាប្រកែកឡើងលឿនថាខ្ញុំគ្មានទេនេះឯងចង់ធ្វើស្អីខ្ញុំហ្នឹងចេះឆ្ងាយពីខ្ញុំតិចទៅប៉ុន្តែពេលពេលហ្នឹងក៏បាននិយាយថាទោះបីជាឯងគ្មានឈាមបេះដូងបរិសុទ្ធហើយក៏យើងនឹងបិទជក់ឈាមឯងដែរនិយាយហើយក៏បានបញ្ចេញចកោមកណាកូនស្រីរបស់យើងឃើញអញ្ចឹងក៏បានស្រែកគេជួយឲ្យប្រឹងរត់គេចណាប៉ុន្តែគេយ៉ាងណាក៏គេអត់ផុតដែរព្រោះតែគេជា Vampire ចុងក្រោយក៏នៅតែគេចាប់បានដដែលហ្នឹងចេញទៅកុំមកចិត្តខ្ញុំជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងទោះបីជាឯងខំស្រែកដល់ងាប់ទៀតក៏គ្មានអ្នកណាមកជួយឯងដែរនៅពេលដែលនិយាយចាប់ហើយក៏បានអោនទៅចង់ខំកូនប្រុសរបស់យើងអីកូនស្រីរបស់យើងអ្នកនរគ្នាពេលហ្នឹងក៏បានបញ្ចេញចកោមកហើយប៉ុន្តែអត់តបានខំកូនស្រីរបស់យើងផងស្ទើរតែលេចមុខភ័យរបស់យើងចេញមកគឺថាតតអាពេលហ្នឹងផ្លោងដល់ដូចជាសលៃតែបុកដើមឈើមួយឡើងបាក់ប្រាវតែម្ដងណាសានលៃហ្នឹងក្រោយពីត្រូវបានគេទាត់ខ្លួនហោះទៅបុកដើមឈើហ្នឹងហើយក៏បានងើបឈរមកវិញគឺថាខឹងខ្លាំងមែនតើក៏បានងាកសម្លឹងមើលថាអ្នកណាគេជាអ្នកទាត់ខ្លួនមុនហ្នឹងណាហើយក៏បានឃើញដឹងថាម្នាក់ហ្នឹងគឺជាផៃអ៊ីគ្រាន់តែដឹងថាជាផៃអ៊ីព្រៀងគឺថាក្តៅសុខជាតែម្ដងនេះឯងមកដណ្ដើមរបស់យើងទៀតហើយមែនឆាប់ចេញឲ្យឆ្ងាយទៅឯងក៏មកប៉ះពាល់ជាមួយនឹងមនុស្សរបស់យើង
គេនេះគឺជាមនុស្សរបស់យើងឯងហាមមកប៉ះពាល់ជាដាច់ខាតនិយាយចាប់ភ្លាមផៃអ៊ីរបស់យើងក៏បានចាប់អោបកូនស្រីរបស់យើងហោះចេញទៅបាត់ហើយណាដោយធ្វើឲ្យសាឡេនោះគឺថាខឹងក្តៅចិត្តតែម្ដងដោយសារតែកូនប្រុសរបស់យើងនឹងគឺមកទៅតាមចំណៃគេទៀតហើយតែតាមក៏ពិតទៅគឺថាកូនផៃអ៊ីរបស់យើងនេះគឺគេតាមសម្លឹងមើលកូនស្រីរបស់យើងជាយូរហើយប៉ុន្តែគេដែលបង្ហាញខ្លួនឲ្យកូនស្រីរបស់យើងឃើញនោះទេប៉ុន្តែមានតែពាក់សាឡេនឹងទេទៅតែឃើញកូនស្រីរបស់យើងណាប៉ុន្តែដែលអាចធ្វើបានទេដោយសារតែកូនប្រុសរបស់យើងហោះទៅបាត់ហើយហ្នឹង